và số đấy nhưng vừa tập một video thay một tiết này là trong thời là model thiệp LP 1807thiệpនេះគឺប្រើសម្រាប់ជាមួយនឹងការបោះពុម្ពជាមួយនឹងម៉ាស៊ីនម៉ាស៊ីនអាចនឹងជាមួយនឹង printer ក៏បានហើយនឹងបោះពុម្ពបែបម៉ាស៊ីន AQ ក៏បានដែរបាទអញ្ចឹងបងប្អូនដែលធ្លាប់ប្រើម៉ាស៊ីនពួកប្រភេទបោះពុម្ពធៀបនោះគាត់នឹងបានស្វែងយល់ហើយចំពោះអ្នកដែលប្រើម៉ាស៊ីនកណុងឬក៏ប្រើជាមួយនឹងម៉ាស៊ីន13 ឬក៏ប្រភេទ absent ហើយនៅកណ្ដុងហ្នឹងគឺយើងត្រូវការបដូរពណ៌ថ្ងៃនេះពិតជាពិសេសណាស់ខ្ញុំនឹងណែនាំពីវិធីសាស្ត្រក្នុងការបដូរពណ៌ជាមួយនឹងការ print នៅលើម៉ាស៊ីនកណ្ដុងឬក៏ absent ហ្នឹងបានអញ្ចឹងវាមានភាពងាយស្រួលទេប៉ុន្តែជាដំបូងនេះខ្ញុំសូមប្រើជាមួយនឹងពណ៌ខ្មៅសិនដើម្បីងាយស្រួលក្នុងការបញ្ចូលនៅពេលដែលយើងបដូរពណ៌អញ្ចឹងខ្ញុំប្រើនៅលើខ្មៅពណ៌ខ្មៅហ្នឹងព្រោះខ្ញុំប្រើជាមួយនឹងការបោះពុម្ពជាមួយម៉ាស៊ីនខ្ញុំប្រើតែសនិងខ្មៅហ្នឹងទេអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមើលវីដេអូនេះព្រោះវីដេអូនេះគឺពិសេសសម្រាប់អ្នកបោះពុម្ពដែលមិនថាគាត់ប្រើជាមួយនឹងម៉ាស៊ីនកណ្ដុងឬក៏ absent អីគាត់អាចនឹងធ្វើបានអញ្ចឹងយើងមើលទាំងអស់គ្នានេះជា mode ថ្មីមួយហើយខ្ញុំនឹងចាប់ផ្ដើមដំណើរការតឡើងវាហើយចំពោះ template នេះខ្ញុំនឹងដាក់ឲ្យអ្នកទាំងអស់គ្នា download បានដូចគ្នាណាបាទសូមជួយ subscribe channel យើងខ្ញុំឲ្យបានរស់រានដើម្បីយើងខ្ញុំនឹង upload និង free link download ជាច្រើនទៀតអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយចែករំលែកដើម្បីឲ្យអ្នកបោះពុម្ពដែលគាត់បើកថ្មីនឹងទទួលបាន template ថ្មីហើយនឹងកំណត់ថ្មីឲ្យគាត់ស្វែងយល់ពីការបោះពុម្ពធៀបនេះទាំងអស់គ្នាបាទយើងបើកចិត្តឲ្យទូលាយទាំងអស់គ្នាដើម្បីមើលវីដេអូនេះបាទហើយនឹងចែករំលែកប្រាប់មិត្តភក្តិផងបាទគាត់ណាអញ្ចឹងយើងទស្សនាទាំងអស់គ្នាខ្ញុំសូមបដូរហើយចំពោះវីដេអូនេះខ្ញុំអត់ខាទេមានថាខ្ញុំអត់សេរី speed ឲ្យវាលឿនទេខ្ញុំនឹងធ្វើវាសន្សំវាអាចនឹងយូរបន្តិចប៉ុន្តែខ្ញុំនឹងព្យាយាមធ្វើឲ្យវារលូនសម្រាប់អ្នកទាំងអស់គ្នាមើលបាទអរគុណណាអញ្ចឹងយើងចូលទាំងអស់គ្នាយើងសោះទី10ហើយមករាអូខេចំពោះធៀបនីមួយហ្នឹងខ្ញុំ design នេះគឺសម្រាប់តែនៅពេលដែលភ្ញៀវកន្លងខ្ញុំតែប៉ុណ្ណោះអញ្ចឹងធៀបហ្នឹងប្រហែលជាវាមិនបានតាមលេខកូដលំដាប់លំដោយទេគាត់ថាខាង customer ខ្ញុំខាងភ្ញៀវបងខ្ញុំមកកំងបានខ្ញុំចាប់តាម design នេះគាត់ណាអញ្ចឹងអ្វីដែលខ្ញុំ free ឲ្យគឺសម្រាប់ឆ្នាំហ្នឹងខ្ញុំនឹងព្យាយាមធ្វើគំរូធៀបនេះទៅតាមអ្វីដែលគេកំងមកតែប៉ុណ្ណឹងអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងយល់ពីបញ្ហាហ្នឹងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អីអាច comment នៅខាងក្រោមបាទគឺព្រោះអីចេះដោយសារធៀបទាំងអស់ហ្នឹងតោះតែគេកំងមិនខ្ញុំធ្វើអញ្ចឹងខ្ញុំអត់អាចធ្វើគ្រប់ mode គ្រប់ map របស់ក្រុមហ៊ុនទាំងអស់ទេអញ្ចឹងណាបាទអរគុណបាទចំពោះtemplate ដែលផ្ទៃខាងក្នុងនេះគឺក្បាច់ទាំងអស់នេះបាទគឺខ្ញុំធ្វើដោយខ្លួនឯងទេអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តវាហើយយកប្រើប្រាស់ដោយសប្បាយចិត្តណា
Và cái nàyគឺសម្រាប់ស្រីកំលៀតសូវក្រីឡានបាទកន្លែងនេះសម្រាប់ស្រីកំលៀតឡានឡើងលើក្រុមចុះក្រោមអីគឺយើងស្រីតាមលេខរបស់វាហ្នឹងហើយយើងតទៀតអសកាត់អាមួយថ្ងៃនេះដើរលេងនឹងថ្ងៃអាមួយបងស្ម័គ្រអាមួយគេអូសៀងបានជួបអូនមួយថ្ងៃដួងใจក្រៃអូកុំរបានស្នេហ៍ស្នងវាបងtôiប្រាថ្នាថាបានជាការពេលជួបហើយព្រៀមបងត្រកងបីត្រលឹងអើយពូក្តៅជីវិតស្នេហ៍ស្និទ្ធលើមេដែលផ្ដល់រែងសម័យច័ន្ទតែមួយជួយរីត្រីរូបចរណៃតែមួយជួយបងស្ម័គ្រអមេងជូសៀងលើសម្រាប់បងគឺអូនជាប៉ុនជួយបំភ្លឺនៅរស្មីដែលជាត្រួយនៅចិត្តនេះមានអូនមានក្តីព្រួយអាចលួយប្រលេះពេលអរស្រឡាញ់ថ្លៃមានអ្វីប្រៀបស្មើបានក៏យ៉ាងពិសេសស្មើសងខារូបអូនមួយពិសេសដូចទេតាលើកាមានអូនបងសូនបងស្ម័គ្រអាមួយគេអូសៀងលើបានជួបអូនមួយថ្ងៃដួងใจក្រៃអូអងរបានស្នេហ៍ស្នងវាបងដោយប្រាថ្នាថាបានជាការពេលជួបហើយរៀមបងត្រកងបីប្រលឹងអើយពូក្តៅជីវិតស្នេហ៍ស្លាប់លើមេដែលបន្តរះស្មៃច័ន្ទតែមួយជួយរីត្រីរូបចរណៃតែមួយជួយបងបានបងស្ម័គ្រមួយគេអូសៀងលើ
ស្ម័គ្រអមួយអូសៀងអរគុណច្រើនធំអ្នកដែលជាមួយនឹងការព្រីងជាមួយនឹងម៉ាស៊ីនកាណុងអញ្ចឹងខ្ញុំប្រាប់ពីវិធីក្នុងការ replace ពណ៌ replace ពណ៌ហ្នឹងមានន័យថាយើងអាចចាប់ច្រឡងពណ៌មួយសម្រាប់ជំនួសពណ៌មួយទៀតអញ្ចឹងយើងមើលទាំងអស់គ្នាណាអានេះគឺពណ៌ខ្មែរដែលខ្ញុំនេះណាអញ្ចឹងខ្ញុំចង់បដូរពណ៌មកពណ៌ដូចជាមួយនឹងសាច់ធៀបអញ្ចឹងសាច់ធៀបដែលយើងបាន scan វាមានពណ៌ហើយអញ្ចឹងយើងចូលទាំងអស់គ្នាចូលក្នុង edit រួចហើយយកពាក្យថា find and replace បាទយកពាក្យថា replace object នៅជ្រើសរើសយើងយកជ្រើស option លើគេនេះគេហៅថា replace a color ហ្នឹងយើងយក next មកអញ្ចឹងមាន2 color សម្រាប់ឲ្យយើងជ្រើសយើងមើលនិមិត្តសញ្ញាសម្រាប់ផ្លាស់ប្ដូរដូចគ្នាណាអញ្ចឹងកន្លែង find នេះយើង find ស្វែងរកពណ៌អីអញ្ចឹងយើងឆក់ពណ៌ហ្នឹងមកបាទយើងយកអាខ្មៅដៃនេះដើម្បីឆក់បន្តមកទៀតយកពាក្យថា replace with យើងយកមកឆក់ពណ៌ដែរប៉ុន្តែយើងយកពណ៌របស់ធៀបប៉ុន្តែយើងសុំសេរីឲ្យយើងចាស់តិចដល់ពេលទឹកថ្នាំប្រភេទជាមួយនឹងម៉ាស៊ីនហ្នឹងជាប្រភេទអ៊ីងអញ្ចឹងប្រភេទអ៊ីងហ្នឹងវាអាចធ្វើឲ្យពណ៌ហ្នឹងវាស្លេកបន្តិចអញ្ចឹងយើងត្រូវតែឲ្យវាចាស់បន្តិចដើម្បីឲ្យវាស្មើអូខេបន្តមកទៀតយើងយកពាក្យថា finish ក្នុងហ្នឹងមាន option វា find next ហ្នឹងគឺសម្រាប់ find object next ដើម្បីស្វែងរក color ហ្នឹងហើយ find all អាហ្នឹងស្វែងរកទាំងអស់អញ្ចឹងវានឹងស្វែងរកប៉ុន្តែឥឡូវខ្ញុំយកពាក្យថា
replace ឬក៏ replace all បើ replace ម្ដងមួយហើយ replace all នេះគឺ replace ទាំងអស់បាទនេះ replace ទាំងអស់ហើយអញ្ចឹងយើងយកពាក្យថា OK ឥឡូវយើងបាន color មួយហើយយើងនឹងចូលទៅផ្ទាំងមួយទៀតយើងចាប់ផ្ដើម replace បញ្ជាក់តិចហ្នឹងអាហ្នឹងបើសិនជាពណ៌ខុសគ្នាវាអត់ replace ទេនេះបាទ replace អស់អញ្ចឹងអានេះយើងត្រូវការធ្វើពណ៌សាថ្មីណាអញ្ចឹងយើងចូលមកឈុតវាហ្នឹងចូលឲ្យអស់សិនអញ្ចឹងបន្តមកទៀតខ្ញុំខ្វែងវាចោលខ្ញុំយកនឹង replace សាថ្មី replace color ហ្នឹងដែរបាទអញ្ចឹងកន្លែងនេះខ្ញុំត្រូវការជ្រើសរើសពណ៌ហើយអានេះខ្ញុំឆក់យកពណ៌ដែលខ្ញុំបានជ្រើសរើសលើនេះគឺនេះទៀតមកបាទ replace all យើងចាំវា replace ខ្លួនឯងបាទអញ្ចឹងយើងចូលទៅក្នុងនេះមកទៀតយើង replace ទៀតមកអត់មានពណ៌ដូចទេអញ្ចឹងយើងចូលឡើងកន្លែងនេះដដែលអញ្ចឹងយើងខ្វែងចោលទៀតរួចហើយយើងយក replace ដដែលធ្វើដដែលរហូតដល់ពណ៌នេះបាទត្រឹមត្រូវនេះដោយសារតែយើងពណ៌ហ្នឹងយើងត្រូវអត់ត្រូវគ្នាអញ្ចឹងវាអត់ត្រូវទេអញ្ចឹងយើងឃើញតែទៀតហ្នឹងចាំបាច់ត្រូវតែយើងមានពណ៌ដូចគ្នាមិនវាធ្វើសាច់មកចឹងខ្វាញ់ចោលយើងចូល replace ទៅដែរខំមើលបាទចំណុចអក្សរនេះយើង select លើអក្សរហ្នឹងហើយទី2យើង select លើពណ៌យើងទៅនេះមក replace all ទៅមកខ្វាយចោលសំសាស្ត្រអញ្ចឹងអស់ហើយអានេះតើតហ្នឹង outline ទេខ្ញុំធ្វើការស្រី outline វាដែរបាទនេះពណ៌មានត្រូវខ្លះដែរបាទឥឡូវយើងតើតហ្នឹង outline outline អ្នកទាំងអស់គ្នាមើលគឺចូលទៅក្នុងកន្លែងដដែលបន្តមក replace color នឹងដដែលយើងជ្រើសរើសពណ៌ outline របស់វាបន្តមកទៀតយើងជ្រើសរើសឆក់ពណ៌ដែលយើងត្រូវការហើយកន្លែងនេះគឺសំខាន់សម្រាប់អ្នកទាំងអស់គ្នាគឺកន្លែង fill គឺសម្រាប់ដាក់ឲ្យផ្ទៃហើយ outline គឺដាក់សម្រាប់ពណ៌ឲ្យឡាញខាងក្រៅអញ្ចឹងយើងយក outline មកគឺនេះ replace មកបាទអូខេបន្តមកទៀតយើងចូលទៅ text នេះមួយទៀតដែលយើងធ្វើតនស្រេចនេះបាទអត់មានពណ៌ដូចអូខេអញ្ចឹងយើងខ្វែងមកទៀតយើងយកពាក្យថា replace outline ហ្នឹងទៅដែរជ្រើសរើស outline ទៅនេះបាទឲ្យវា replace outline
អូខេបាទអានេះបានមួយហើយជាងតទៅនេះមួយទៀតនេះផ្លែទៀតមកទៅមាននេះអត់មានទេអញ្ចឹងក្បាលព្រួននេះគឺត្រូវការបដូរបាទបដូររួចហើយអូខេអញ្ចឹងយើងមើលឃើញថាពណ៌វាអាចទៅតាមយើងត្រូវការនេះគឺជាចំណុចពិសេសមួយសម្រាប់អ្នកដែលយក template ហ្នឹងទៅហើយគាត់ print ជាមួយនឹងម៉ាស៊ីនកាណុងឬក៏ Epson អញ្ចឹងទៅអញ្ចឹងគាត់អាចនឹង print បានដោយសារការ replace color នេះបាទហើយចំពោះវីដេអូនេះអាចខ្ញុំនឹងដាក់ template នៅខាងក្រោមវីដេអូអញ្ចឹងអ្នកតាមលើបានអញ្ចឹងជាចុងក្រោយខ្ញុំសូមអ្នកទាំងអស់គ្នាជួយ subscribe និង share វីដេអូនេះសម្រាប់អ្នកបោះពុម្ពថ្មីៗឲ្យគាត់ស្វែងយល់ពីការ design និងការចាក់ពណ៌សម្រាប់ print នៅលើsilicone និងបោះពុម្ពផងដែរបាទអរគុណជម្រាបលា